សេចក្តីជូនដំណឹងស្តីពីការអនុម័តដាក់ឲ្យប្រើប្រាស់ប្រកាសស្តីពីការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រនាយកកមូលបត្រកម្ពុជាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់អ្នកវិនិយោគសាធារណៈក្រុមហ៊ុនក្នុងវិស័យមូលបត្រនិងសាធារណជនជ្រាបថាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានអនុម័តដាក់ឲ្យប្រើប្រាស់ប្រកាសលេខ133 សហវប្រកនមកចុះថ្ងៃទី5ខែកុម្ភៈឆ្នាំ2026ស្តីពីការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលក្នុងវិស័យមូលបត្រក្នុងគោលបំណងផ្ដល់ការលើកលែងពន្ធលើចំណេញមូលធនសម្រាប់ផលិតផលមូលបត្រស្របតាមអនុក្រឹត្យលេខ39អនក្របកចុះថ្ងៃទី14ខែមិនិនាឆ្នាំ2025ស្តីពីការលើកទឹកចិត្តពន្ធដារក្នុងវិស័យមូលបត្រនិងការពន្យាពេលអនុវត្តពន្ធលើចំណេញមូលធនសម្រាប់ផលិតផលផ្សេងទៀតក្នុងវិស័យមូលបត្រសេចក្តីដែលបានជម្រាបជូនខាងលើសូមអ្នកវិនិយោគសាធារណៈក្រុមហ៊ុនក្នុងវិស័យមូលបត្រនិងសាធារណជនជ្រាបជាព័ត៌មានថ្ងៃប្រហ័ស3កើតខែផល្គុនឆ្នាំម្សាញ់សព្វស័កពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី19ខែកុម្ភៈគ្រិស្តសករាជ2026នាយកកមូលបត្រកម្ពុជា